អូនអាចសំងំចំពោះការចាត់ចែងការតាមទំនើងចិត្តតែវាមិនចេញជាផលប្រយោជន៍របស់ប្រជាពលរដ្ឋអញ្ចឹងបានដែរទេរឿងទាំងអស់នេះអត់មានត្រូវទៅសួរពីណាប្រជាពលរដ្ឋខ្មែរទេពួកយើងច្រើនគ្នាណាស់បងប្អូនយើងចង់ធ្វើអ្វីក៏បានដែរប៉ុន្តែសំខាន់តើយើងមូលមតិគ្នាអត់បើយើងគិតថាអាណាងាប់ឯណាងាប់ទៅអាណាធ្វើអីធ្វើទៅរឿងនយោបាយជារឿងរបស់គេទេធ្វើម៉េចខំបាំងរស់ស៊ីតែក្នុងក្រុមគ្រួសារនឹងទៅកុំទៅធ្វើរឿងនយោបាយបើបងប្អូនគិតអញ្ចឹងគេចាត់ចែងការដោយសប្ងៃហ្នឹងវាត្រឹមត្រូវហើយបងប្អូនណាយប់មិញខ្ញុំដេកបានតិចបំផុតខ្ញុំនឹកទៅវាហួសចិត្តហើយហួសចិត្តអាហួសចិត្តក៏ហួសចិត្តអាឈឺចាប់ក៏ឈឺចាប់រឿងរដ្ឋាភិបាលរបស់យើងចុះហត្ថលេខាទទួលយកជនភៀសខ្លួនពីអូស្ត្រាលីយកមករស់នៅក្នុងប្រទេសខ្មែរនឹងហើយដែលសិទ្ធិនិងអំណាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិមិនស្ថិតក្នុងកណ្ដាប់ដៃរបស់ពួកយើងបងប្អូនណាគ្រាន់តែមានចិត្តលើកសំណើបែបនេះយកមកសួររដ្ឋាភិបាលខ្មែរបងប្អូនបើខ្ញុំវិញណាបងប្អូនខ្ញុំជុំអើមកហើយហ្មងហើយកុំមកភ្លើហើយអាចនិយាយម្ដងទៀតបានណាហើយលើកសំណួរនឹងមកហើយលើកសំណើនឹងមកឲ្យមើលងាយអញសពគ្រប់ទាំងអស់ហ្មងជនភៀសខ្លួនទៅដល់ប្រទេសវាហើយដីរបស់វាប៉ុណ្ណាប៉ុណ្ណីលុយរបស់វាមានទៀតវាអត់ឲ្យជនភៀសខ្លួននឹងចូលរួចហើយវាមកលើកសំណើនឹងសុំឲ្យរដ្ឋាភិបាលយើងទទួលយកបងប្អូនពិចារណាមើលខ្ញុំថាបើខ្ញុំណាកាន់រដ្ឋាភិបាលហ្នឹងខ្ញុំចំអល់មកឲ្យហ្មងថាឲ្យកុំភ្លើហើយលើកមកហ្នឹងទី1ហើយមើលងាយហ្មងហើយយល់ថាអញហ្នឹងរឿងអញ្ចឹងអញភ្លើអញអាចទទួលយកព្រមវាដើរសួរគេពេញមកពិភពលោកហើយបងប្អូនអត់មានប្រទេសណាយកសោះវាហ៊ានមកសួរខ្មែរបងប្អូនពិចារណាមើលទី1វាមើលងាយទី2វាអមនុស្សធម៌បងប្អូនពិចារណាមើលជនភៀសខ្លួនទាំងអស់ហ្នឹងណាគ្នាចង់ចូលទៅប្រទេសអូស្ត្រាលីវាចាក់ទឹកដាក់កោះបងប្អូនហើយវាពត់កោះនឹងជាប់អត់ឲ្យចេញពីកោះនឹងរួចទេរាប់ខែរាប់ឆ្នាំមកហើយអត់ឲ្យឡើងរួចទេវារកកន្លែងដើម្បីបញ្ជូនភៀសខ្លួនហ្នឹងត្រឡប់ទៅបញ្ជូនជនភៀសខ្លួនហ្នឹងចេញពីប្រទេសវាបញ្ជូនទៅប្រទេសដើមវិញគេមិនតាំងយកផងបងប្អូនពិចារណាមើលពួកគេបញ្ជូនមកដាក់ប្រទេសយើងទី1វាមើលងាយវាថាប្រទេសយើងនឹងធ្វើដាក់ទទួលអញ្ចឹងទី2វាអមនុស្សធម៌អាជនជាតិអូស្ត្រាលីនឹងវាអមនុស្សធម៌ជនជាតិគេនឹងគេធ្វើដំណើរគេចង់ទៅរស់នៅអូស្ត្រាលីវាបញ្ជូននឹងបំវែខន្ទៈរបស់មនុស្សហ្មងបងប្អូនឲ្យទៅនៅក្នុងប្រទេសក្រីក្រអញ្ចឹងហើយតែដឹងស្រាប់ទេតាថារដ្ឋាភិបាលខ្មែរនឹងតែប្រជាពលរដ្ឋខ្លួនឯងមិនស្រឡាញ់ផងវាយធ្វើបាបតែឲ្យដីនៅផងហើយរឿងអីវាយកជនភៀសខ្លួនអញ្ចឹងមកបងប្អូនពិចារណាមើលវាយកមកនឹងថាសឹងប្រើពាក្យថាយកមកចាក់ចោលបងប្អូនវាឲ្យលុយខ្លះមកហ្នឹងណាដោយសារទី1បើមិនឲ្យលុយទេរដ្ឋាភិបាលយើងមិនយកទី2បើវាមិនឲ្យសុខទេនៅអន្តរជាតិមើលមកវាអក្រក់ពេកឃើញលុយ35លានទៅ40លានសម្រាប់អូស្ត្រាលីវាតិចណាស់សឹងវានិយាយប្រើសឹងវាទៅជជែកគ្នាវានិយាយខ្សឹបគ្នាណាវាថាម៉េចទេយើងបញ្ជូនកាកសំណល់ចេញទៅក្រៅនឹងស្មានទៅអស់ច្រើនឥឡូវអស់តែ35លានទៅ40លានប៉ុណ្ណោះដល់ពេលរដ្ឋាភិបាលយើងវិញដែលស្គាល់លុយទីទទួលជនភៀសខ្លួននឹងបានដល់ទៅណាមែនប៉ុណ្ណោះបានដល់ទៅ35ទៅ40លានដុល្លារចឹងណាគេតែប៉ុណ្ណោះអាយមាត់ឡើងប៉ុណ្ណាហើយថាខ្ញុំបងប្អូនហើយខ្ញុំដេកថាហួតចិត្តទី1ហួតចិត្តរដ្ឋាភិបាលអូស្ត្រាលីយីអារដ្ឋាភិបាលឈួតនេះអីក៏សាហាវប្រៃផ្សាយមែនបងប្អូន
ប្រទេសវាបងប្អូនដើរទៅប្រទេសវាខាងដីវាបែរអាធំមកទ្វេបអាអូស្ត្រាលីហ្នឹងមកទ្វេបអូសេអានីមកទ្វេបទៅវាជាមួយញូហ្សេឡង់បន្តិចមកទ្វេបដីវាប៉ុណ្ណឹងហើយលុយវាមានទៀតហើយជនភៀសខ្លួនហ្នឹងទៅដល់ប្រទេសវាហើយវាឲ្យចូលបងប្អូនចាំណាមើលវាជួនក៏មកចាក់ចោលកន្លែងគេក៏បានអាគេមើលងាយប៉ុណ្ណឹងនៅល្មមទេបងប្អូនណែអាឯងអាញឹមអញ្ញាសញ្ញេទទួលយកអាត្រង់ហ្នឹងដែលខ្ញុំចង់សួរទៅអ្នកគ្រប់គ្រងគណៈបកប្រជាជនថានៅកន្លែងណាទៀតដែលរហួសចិត្តហ៎អាអ្នកគ្រប់គ្រងគណៈបកប្រជាជននៅកន្លែងណាទៀតកាត់បែកធ្វើអស់នៅទទួលយកបានយួនពេញដីនៅទទួលយកបានព្រំដែនដល់ឯណានៅទទួលយកបានឥឡូវរឿងហ្នឹងទទួលយកបានទៀតយ៉ាងម៉េចខ្ញុំបងប្អូនទេទៅហួរតែចិត្តមកយកទៅភ្លឺហើយងាកទៅអា55ក្អីវិញញិចទៅស្ញាប់ទៅចោលមួយសាច់ឲ្យថឹងយ៉ាហីបងប្អូនហើយតំណាងឲ្យឆន្ទៈរបស់មនុស្ស55ក្អីបងប្អូនជា2លានឲ្យថឹងចូលទៅចាក់ខ្លាមិនខ្លាស៊ីបងប្អូនត្រូវមួយខ្លាបាត់ហើយសារជាតិខ្លាដែរនោះបាក់ឲ្យថឹងសងំឲ្យជើងបងប្អូនហើយមានអាអ្នកគ្រប់គ្រងវានោះនៅអង្គុយការពារអាសងំជើងចង់ទៀតបងប្អូនអីក៏អាក្រក់ខ្មែរអាក្រក់បងប្អូនរឿងនេះណាបងប្អូនបើយើងជាខ្មែរមិនគិតមិនគូរទេណាបងប្អូនរឿងនេះអត់មានអាណាដោះស្រាយឲ្យយើងទេបងប្អូនមើលឲ្យច្បាស់